សួស្តីទាំងអស់គ្នាខ្ញុំមកដល់វ័យនេះខ្ញុំចាប់ផ្ដើមយល់អារម្មណ៍ថាហេតុអីបានចាស់ចាស់គាត់ចូលចិត្តឲ្យយើងទៅអង្គុយស្ដាប់គាត់ខ្ញុំឥឡូវខ្ញុំយល់អារម្មណ៍ហ្នឹងហើយអារម្មណ៍ដែលខ្ញុំចូលចិត្តឲ្យក្មេងៗមកអង្គុយស្ដាប់ខ្ញុំអារម្មណ៍ដែលខ្ញុំចង់ឲ្យក្មេងៗទៅស្ដាប់ចាស់ចាស់ផ្សេងទៀតគាត់ចែករំលែកបទពិសោធន៍ជីវិតអីជាដើមអញ្ចឹងណាហើយនៅពេលដែលយើងខ្ញុំយល់ថាវាអត់មានអីមានតម្លៃមានគុណតម្លៃជាងអាការចែករំលែកបទពិសោធន៍ជីវិតពិតៗទាំងអស់គ្នាអាហ្នឹងវាមានប្រសិទ្ធភាពជាងដែលយើងទៅសាលាអីជាដើមអញ្ចឹងណាក៏ប៉ុន្តែខ្ញុំចាប់អារម្មណ៍ថាក្មេងៗនៅពេលដែលគាត់ទៅស្ដាប់គាត់ឡើងល្ងួយដេកហើយការពិតខ្ញុំក៏យល់ពីអារម្មណ៍ការពីពេលដែលខ្ញុំនៅក្នុងវ័យប៉ុណ្ណឹងដែរអញ្ចឹងណាពេលចាស់គាត់ចែករំលែកមកនិយាយពីថាផ្នែកឡើងទុនណោះហើយទុនឡើងគាត់កាន់តែចែករំលែកកាន់តែងួយដេកអញ្ចឹងជាដើមណាទាំងអស់គ្នាខ្ញុំយល់អារម្មណ៍នឹងខ្ញុំយល់